នេះជាផ្នែកមួយនៃជំនាញផ្ទះដែលសល់ដីធំទលាខ្លាំងមែនទែនដែលអាចរៀបចំជាអាងហែលទឹកបានយ៉ាងស្រស់ស្អាតក៏ដូចជាសួនការចម្រុះពណ៌និងដើមឈើបែបខុសជាតិបានទៀតផងដែរហើយនៅខាងក្រោយខ្នងនេះគឺជាកញ្ចក់វាធាត់ដែលមានបន្ទប់មួយតាមញ៉ាំតែក៏ដូចជានិយាយការងារបានថែមទៀតផងដែរហើយនៅមាន3បន្ទប់ផ្សេងទៀតអាចប្រើប្រាស់តាមតម្រូវការរបស់លោកអ្នកបានចង់ដឹងថានៅខាងក្នុងផ្ទះមានភាពស្រស់ស្អាតនិងប្រណិតយ៉ាងណាតោះទៅតាមដានវីដេអូជាមួយខ្ញុំទាំងអស់គ្នានេះគឺជាម៉ូដ Grand House Villa ដែលមានរចនាបថបែបប្រណិតទំនើបទាន់សម័យហើយនឹងពេញនិយមខ្លាំងនៅក្នុងគម្រោងតើលើកមកខាតពេលយូរចូលទៅមើលខាងក្នុងផ្ទះទាំងអស់គ្នាកន្លែងនេះគឺជាចំណតរថយន្តដែលចតរថយន្តបានរហូតដល់3គ្រឿងឥឡូវនេះខ្ញុំបានមកដល់ខាងក្នុងផ្ទះហើយឃើញថានៅខាងក្នុងផ្ទះគឺសុខស្អាតមែនទែនបងសម្រាប់ការដេគ័រក៏ដូចជាតុបតែងគ្រឿងសង្ហារឹមនេះបងតើឥឡូវយើងទៅមើលទាំងអស់គ្នានេះបងនៅខាងក្នុងផ្ទះចូលមកដល់គឺកន្លែងនេះគឺកន្លែងទទួលភ្ញៀវដែលមានហលធំទលាមែនទែនសម្រាប់ការជួបជុំមិត្តភ័ក្តិបងប្អូនក្រុមគ្រួសារបាទមានទូតាំង TV នៅខាងនេះទេបងបាទហើយមកដល់ខាងក្រោយបន្តិចកន្លែងជាប់នេះគឺជាកន្លែងញ៉ាំបាយបាទហើយក៏ដូចជាមានទូតាំងស្រានៅខាងក្នុងដែរផងដែរអញ្ចឹងណាបងបាទគឺស្អាតមែនទែនហើយនៅជាហៀងនេះគឺយើងមានបន្ទប់សម្រាប់ដាក់ម៉ាស៊ីនបោកអាវមួយក៏ដូចជាបន្ទប់ទឹកមួយហើយនៅខាងនេះគឺមានទ្វារចេញទៅចំហៀងផ្ទះដែលសល់2ម៉ែត្រដែលយើងរៀបចំជាសួនច្បារយ៉ាងស្រស់ស្អាតថែមទៀតផងដែរអញ្ចឹងការអង្គុយញ៉ាំបាយអាចមើលមកខាងក្រៅក៏បានអញ្ចឹងណាមើលមាន view មានអីគឺស្រស់ស្អាតមែនទែនតោះឥឡូវយើងទៅខាងក្រោយផ្ទះកន្លែងនេះគឺជាចក្រានបាយសើមបាទចក្រានបាយសើមក៏មានការដេកូយ៉ាងប្រណិតក៏ដូចជាមានទំហំធំទូលាយសម្រាប់ដល់បងស្ត្រីមេផ្ទះគឺរៀបចំម្ហូបអាហារជូនគ្រួសារបានហើយនៅខាងក្រោយនេះគឺមានទ្វារចេញទៅខាងក្រោយដែលសល់ដីធំនេះអាចរៀបចំតាមតម្រូវការបានហើយនៅជាប់ហ្នឹងគឺមានបន្ទប់គេងអ្នកនៅជាមួយមួយទៀតផងដែរបាននៅខាងក្រោយបំផុតចឹងណាបងអញ្ចឹងបងទស្សនាវីដេអូនៅខាងក្នុងផ្ទះយូរតែបន្ទប់គេងនៅជាប់តដីនេះគឺមានអត់បាទគឺមានបន្ទប់គេងមួយទៀតនៅខាងក្នុងផ្ទះជាប់តដីដែលយើងធ្វើផ្ទុកសម្រាប់ឪពុកម្ដាយបាទគឺមានបន្ទប់គេងមួយសម្រាប់ពួកគាត់តោះឥឡូវយើងទៅមើលបន្ទប់គេងនឹងទាំងអស់គ្នានេះបន្ទប់គេងមួយសម្រាប់ប៉ាម៉ាក់បាទគាត់ពិបាកឡើងជាន់ឡើងចដើឡើងចុះអីចឹងគាត់មានបន្ទប់គេងមួយនេះសម្រាប់គាត់តែម្ដងបាទគឺបន្ទប់គេងនេះគឺក៏ស្អាតដែរហើយវាធំក៏ធំទលាយគួរសមបាទសម្រាប់លោកឪពុកអ្នកម្ដាយបាទគឺនៅក្នុងបន្ទប់នេះគឺសមរម្យសមល្មមសម្រាប់គាត់តែម្ដងហើយមានបន្ទប់ទឹកងាយស្រួលប្រើប្រាស់នៅក្នុងបន្ទប់នេះស្រេចតែម្ដងបងបាទបន្ទប់ទឹកក៏ធំទលាយដែរងាយស្រួលគាត់ប្រើប្រាស់បាទមានឡាបូមានចានប្រគល់ក៏ដូចជាមានកន្លែងមួយទឹកខណ្ឌកញ្ចក់ដាច់ដライអញ្ចឹងណាបងបាទតោះឥឡូវយើងទៅមើលជាន់ខាងលើជាន់ទី1ទាំងអស់គ្នាបងបាទបងពេលឡើងមកដល់ជាន់ទី1នេះគឺមានកន្លែងអង្គុយលេងផងដែរនេះលក្ខណៈបែបគ្រួសារក៏បានដែរនៅជាន់ទី1នេះបងបាទតោះឥឡូវយើងទៅមើលបន្ទប់គេងសមាជិកគ្រួសារទាំងអស់គ្នាតែនេះគឺជាបន្ទប់គេងសមាជិកគ្រួសារដែលមានទំហំធំទូលាយអាចរៀបចំជាក្រែគេង1.8 2ម៉ែត្របានយ៉ាងធំតែម្ដងបងហើយក៏មានទូតាំងទូអាចដាក់ទូសម្រាប់ទស្សនាបានទៀតផងដែរហើយនឹងមានទូកៅអៅនៅខាងក្រោយនេះទៀតបងទូកៅអៅជាមួយនឹងបន្ទប់ទឹកតោះយើងទៅមើលទាំងអស់គ្នាបាទនេះទូកៅអៅហើយជាមួយនឹងបន្ទប់ទឹកគឺមាននៅក្នុងបន្ទប់គេងដាច់ដライតែម្ដងបងតោះយើងទៅមើលបន្ទប់សមាជិកគ្រួសារទី2ទាំងអស់គ្នាមុនទៅដល់បន្ទប់សមាជិកគ្រួសារទី2យើងត្រូវឡើងដល់ជាន់ទី2សិនបងបាទមុនដល់បន្ទប់សមាជិកគ្រួសារទី2ចង់ណែនាំកន្លែងអង្គុយលេងលក្ខណៈគ្រួសារមួយទៀតនៅជាន់ទី2នេះសិនបងបាទគឺទលាយសុខស្អាតមែនតើហើយអាចជួបជុំគ្នានៅខាងលើនេះបានធ្វើកន្លែង KTV ជួបជុំគ្នាក៏បានដែរបងតោះឥឡូវយើងទៅមើលសមាជិកគ្រួសារទី2បងបាទនេះគឺជាបន្ទប់សមាជិកគ្រួសារទី2នៅជាន់ទី2នេះគឺស្អាតមែនទែនការដេគ័រគឺពីមកបន្ទប់ទៅមកបន្ទប់គឺខុសប្លែកគ្នាបាទហើយមានភាពស្រស់ស្អាតនិងតាក់ទាញដូចគ្នាបាទក៏ដូចជាទូតាំងកៅអៅក៏ធំទូលាយហើយមានបន្ទប់ទឹកនៅក្នុងនឹងហើយស្រេចដូចគ្នាបងតោះឥឡូវយើងទៅទស្សនាបន្ទប់សមាជិកគ្រួសារទី3បងបាទ
បាទនេះគឺបន្ទប់សមាជិកគ្រួសារទី3បាទយើងចូលមកដល់គឺមានទូកៅអៅស្ដាំដៃក៏ដូចជាបន្ទប់ទឹកហើយនេះគឺជាកន្លែងគេងបាទគឺជាកន្លែងគេងបន្ទប់សមាជិកគ្រួសារហើយបន្ទប់សមាជិកគ្រួសារនេះគឺ special ជាងគេដោយសារតែមានទ្វារស្លាយចេញទៅវេរងដាខាងមុខនេះបងបាទវេរងដាខាងមុខនេះនៅមានបន្ទប់មួយទៀតសមាជិកគ្រួសារចុងក្រោយគេបងតោះឥឡូវយើងទៅទស្សនាទាំងអស់គ្នាបាទនេះគឺបន្ទប់សមាជិកគ្រួសារចុងក្រោយគេតែម្ដងបាទយំទៅគឺស្អាតដូចគ្នាហើយធំទលេដូចគ្នាសម្រាប់បន្ទប់សមាជិកគ្រួសារបាទគឺស្អាតមែនតើបងអូឃើញស្រឡាញ់ពេញចិត្តតែម្ដងបាទមានទាំងទូកៅអៅបន្ទប់ទឹកអីនៅក្នុងហ្នឹងហើយស្រេចហើយអ្វីដែលពិសេសនោះគឺនៅជាន់ខាងលើនេះគឺមានវេរងដាដែលអាចមើល view បានបាទជួបជុំគ្នានៅខាងលើក៏បានដែរបងបាទវេរងដាគឺធំទលាមែនតើបងនេះបាទហាញជូនតែម្ដងវេរងដានេះហើយមិនមែនចេញចូលបានតែបន្ទប់សមាជិកគ្រួសារ2នេះណាបងបាទគឺយើងនៅមានតែកន្លែងទ្វារជាហៀងនេះយើងចេញចូលបានទៀតផងដែរអញ្ចឹងអត់ឆ្លងកាត់បន្ទប់គេងទេបងបាទសម្រាប់វេរងដាឬក៏អាចហៅជា Sky បាក៏បានដែរយើងអាចមើលទៅ view បាទគឺស្អាតណាស់បង view ថ្ងៃលិចបងបាទឥឡូវបងប្រហែលជាឆ្ងល់ទេថាមើលបន្ទប់សមាជិកគ្រួសារយូរហើយចុះបន្ទប់មេគ្រួសារនៅណាវិញឥឡូវនេះខ្ញុំនឹងបង្ហាញបន្ទប់មេគ្រួសារចុងក្រោយជូនបងទស្សនាតបទាំងអស់គ្នាបងឥឡូវមកដល់បន្ទប់មេគ្រួសារតែមុនចូលយើងត្រូវ scan ដៃសិនបាទនេះគឺជាបន្ទប់មេគ្រួសារបាទគឺស្អាតមែនតើការដេគ័រហើយកន្លែងគេងក៏ធំទូលាយដែរបងបាទអាចរៀបចំជាសាឡុងមួយឈុតថែមទៀតផងដែរបាទនេះគឺនៅក្នុងទស្សនវិជ្ជាស្ដែងបន្ទប់មេគ្រួសារគឺធំទូលាយណាបងបាទមានទូតាំងទទួលក៏ដូចជាកន្លែងក្រែគេងដាក់បានខែមួយឈុតធំតែម្ដងបងបាទអញ្ចឹងយើងទៅមើលបន្ទប់កៅអៅបងបន្ទប់កៅអៅគឺដាច់ដライពីកន្លែងគេនៅខាងក្រោយនេះបងបាទគឺធំមែនតើបងបន្ទប់កៅអៅទូកៅអៅច្រើនមែនតើយមទៅដាក់កៅអៅក៏ដូចជាសម្ភារៈប្រើប្រាស់គឺបានយ៉ាងស្រឡាញ់តែម្ដងបងបាទព្រោះអីទូច្រើនក៏ដូចជាទំហំធំទូលាយមាន island នៅកណ្ដាលនេះផងដែរបងខាងមុខនេះគឺជាកន្លែងបងសៃបាទក៏ដាក់គ្រឿង make up ក៏ដូចជាអាចអង្គុយ make up នៅខាងកន្លែងតុក make up គាត់បានហើយកន្លែងនេះគឺជាទូកៅអៅគាត់បងប្រុសបាទមានទល់មុខសងខាងគ្នាអញ្ចឹងណាបងសម្រាប់ទូកៅអៅអញ្ចឹងនេះគឺបន្ទប់ទឹកបាទបន្ទប់ទឹកធំមែនតើបងបន្ទប់ទឹកគឺមានប្រគុណ AI ក៏ដូចជាមានកន្លែងកញ្ចក់មួយទឹកខាងដាច់ដライហើយមានឡាបូជាមួយនឹងអាងត្រាំទឹកបងបាទបន្ទប់ទឹកក៏ទំនើបបាទទាន់សម័យផងដែរហើយគឺស្អាតមែនទែនយូរទៅមើលទៅគឺសុខស្អាតនិងមានភាពទាក់ទាញបងអញ្ចឹងសម្រាប់បងដែលចង់សាកសួរឬក៏ទទួលព័ត៌មានកាន់តែលម្អិតឬក៏ធ្វើការណាត់ជួបដើម្បីមកដល់ទីតាំងទស្សនាផ្ទះគំរូផ្ទាល់អាចចុច link Telegram ខាងលើបានចឹងសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនចាំជួបគ្នានៅវីដេអូក្រោយជម្រាបលាបងបុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល